បាទជម្រាបសួរបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូនៃដំណើរកម្សាន្តឆ្ពោះទៅកាន់ខេត្តបាត់ដំបងសម្លូតពោធិ៍សាត់អូសោមចំនួន4.5ថ្ងៃហើយក៏ជាវីដេអូចុងក្រោយដែរនៃដំណើរកម្សាន្តមួយនេះសម្រាប់វីដេអូវគ្គ4នេះផងដែរខ្ញុំសម្រេចចិត្តថានឹងសរុប2ថ្ងៃចូលគ្នាតែម្ដងដោយសារតែសល់វីដេអូច្រើនត្រូវកាត់ទៀតចឹងហើយបានឆាប់បានវីដេអូថ្មីៗឲ្យបងប្អូនទស្សនាអូខេអញ្ចឹងដំបូងមកនាំបងប្អូនមកស្គាល់កន្លែងស្នាក់នៅមួយនៅសម្លូតដែលមានឈ្មោះថា Happiness Longbridge Resort និយាយមែនបងប្អូនទាំងគ្នាកន្លែងនេះបើសិនជារដូវកាលបៃតងដែលគេហៅថា Green Season និយាយពីបរិយាកាសវិញគឺស្រស់ស្រាយខ្លាំងមែនទែនទាំងកន្លែងគេងទាំងទេសភាពបើសិនជាអ្នកទាំងគ្នាដែលស្រឡាញ់ធម្មជាតិហើយចង់មកដេកស្រូបយកខ្យល់អាកាសជាមួយក្រុមគ្រួសារមិត្តភ័ក្តិដៃគូអីហ្នឹងគឺដឹងតែត្រូវចិត្តប៉ក់តែម្ដងគឺដូចខ្ញុំជាដើមអញ្ចឹងបើស្ពាននេះគឺស្ពានវិញចាំស្នែអញ្ចឹងបើសិនជាណាគេចង់គេណាថាចង់ចាំស្នែអីមកកន្លែងស្ពាននេះមកនៅកន្លែង Resort Happiness Longbridge ចង់ចាំស្នែចាំអីចាំនៅនឹងនេះកន្លែងស្ពានក្រហមហ្នឹងបើកន្លែងហែលទឹកវិញបងប្អូនហើយឡើងអេបហែលទឹកបណ្ដើរមើលទេសភាពព្រៃភ្នំបណ្ដើរឡើងកប់និយាយទៅគឺស្រស់ស្រាយគ្រប់កន្លែងតែម្ដងកន្លែងចឹងផ្សំតាបានដេកមួយអាទិត្យអីហើយរាល់ការកក់បន្ទប់ខាងគាត់ក៏មាន include ជាមួយនឹងអាហារពេលព្រឹកថែមទៀតហើយក៏សូមអរគុណដល់ខាងបងម្ចាស់ resort ផងដែរសម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនិងកន្លែងស្នាក់នៅដល់ពួកខ្ញុំអរគុណខ្លាំងមែនទែនសង្ឃឹមថាមានឱកាសក្រោយនឹងបានទៅម្ដងទៀតហើយបងប្អូនដែលចង់ទៅលេងខាងសំឡូតរកកន្លែងស្នាក់នៅលំហែកាយកុំភ្លេច Happiness Longbridge Resort ជួលដូចជាកង់ហើយនឹងម៉ូតូកង់4សម្រាប់អ្នកនរគ្នាពេលមកស្នាក់នៅកន្លែងនេះគឺជិះលេងកម្សាន្តជុំវិញ resort មើលទេសភាពអីចឹងណានេះគាត់មានជាកង់ហើយនឹងតូកង់4អីសម្រាប់ឲ្យយើងជិះលេងមើលទេសភាពអីហ្នឹងតាម resort លឺសលេងកកាចដែរលើបើយើងរៀបអវ៉ាន់ហើយអស់ហើយកម្រងនិយាយពីសៀមរាបថាបិទគូតនៅសំឡូតពេលកាលនិយាយគ្នាត្រូវបាត់ដំបងមកយកទៀតឥឡូវយើងតទៅបាត់ដំបងមកយកទៀតហើយចាប់ត្រឹមហ្នឹងគឺទៅសៀមរាបវិញហើយដើរបើជ្រុលដើរដាក់អស់លុយហ្មងទៅដាក់អស់កុំឲ្យសល់គេថាកុំឲ្យសល់ហាយអូខេអញ្ចឹងបាយជួបគ្នានៅបាត់ដំបងមុននឹងចេញទៅបាត់ដំបងគ្នាយើងក៏ឆ្លៀតមកចកាទុរេននៅសំឡូតដើម្បីមកភ្លក់ទុរេនផ្ទាល់នៅចំការតែម្ដងស្បៃអូយយបងហើយបងនេះយអានบอกសេងបានបាត់ហើយនិយាយពីថាម្នាក់បានត្រេនអូសប្បាយខុសតែខ្ញុំអត់ចេះញ៉ាំត្រេនដូចគេកំពុងតែឆ្ងល់ថាក្រោមមេឃទី1វាសនាខុសគ្នាគេចេះត្រេនមិនខ្ញុំអត់ចេះញ៉ាំបាទបន្ទាប់ពីយើងចេញពីចកាត្រេនហើយក៏នាំគ្នាមកបាត់ដំបងនិយាយទៅគម្រោងមកពីសៀមរាបតែ3យប់4ថ្ងៃទេតែដោយសារខ្លាចគ្នាយើងបើម៉ូតូហត់ក៏សម្រេចចិត្តថានាំគ្នាសម្រាប់នៅបាត់ដំបងមួយយប់ទៀតដល់បាត់ដំបងភ្លាមអត់នាំគ្នាទៅកន្លែងគេងទេគឺនាំគ្នាមកជិះទូកទេសចរនៅតាមដងស្ទឹងសង្កែសិនហើយនេះក៏ជាលើកទី2ដែរដែលខ្ញុំបានមកជិះទូកនៅកន្លែងហ្នឹងជិះមើលទេសភាពតាមព្រៃភ្នំមិនអស់ចិត្តក៏មកជិះទូកមើលទេសភាពតាមដងស្ទឹងសង្កែបន្ថែមទៀតបាទនេះគឺជាព្រឹកថ្ងៃទី5គឺបិទវគ្គនៅបាត់ដំបងនៃដំណើរកម្សាន្ត 4.5 ថ្ងៃនេះហើយយើងសល់ពេលបានកន្លះថ្ងៃដែរសម្រាប់ទៅកន្លែងខ្លះៗនៅបាត់ដំបងមុនពេលចេញដំណើរគ្នាយើងក៏ចូលញ៉ាំអាហារពេលព្រឹកសិនរួចហើយបានបន្តដំណើរទៅកន្លែងផ្សេងៗទៀតបាទអញ្ចឹងក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងហើយក៏សូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីវគ្គ1រហូតដល់វគ្គ4អរគុណខ្លាំងមែនទែនអញ្ចឹងវីដេអូនៃដំណើរកម្សាន្ត4.5ថ្ងៃត្រូវចប់ត្រឹមហ្នឹងហើយតែក៏មានវីដេអូតាក់ទងនឹងកន្លែងកម្សាន្តទេសចរផ្សេងៗទៀតផងដែរអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយ